ពេលតាមពិតទៅភូមិយើងមានផ្លូវទៅភូមិមានកាហ្វេលូទីតាំងណាមកទីតាំងណាទីតាំងតាមភូមិស្រុកនៅតាមសេសានទៅមកស្លាស្រុកសេសាននៅយើងចុះភូមិហ្នឹងទៅយើងចូលមកប៉ែងហ្នឹងទៅជីកតូទៅទៀតភូមិទៅទីតាំងនៅទីតាំងតែសំខាន់មុនទៅសាក់ក្បែរយ៉ាងលេជិនតំទៀតចាំem storm này đừng có roi làm gì em mấy bạn nhé dapat dari bang. Dan ini dia naik kamera, ini kamera ini semrat phone, phone jamu just like phone. Nah, mình chọn cho mình là phone mình cùng các bạn mình định làm làm gì thế? Nanti pakai monitor atau ya min saya sampai dapat សួស្តីក៏ដូចជាជំរាបសួរដល់ពុកម៉ែបងប្អូនជាពិសេសអ្នកដែលនិយមតាមដានខ្ញុំបាទកន្លងមកហើយក្នុងវីដេអូនេះខ្ញុំនឹងនិយាយអំពីដំណើរកំសាន្តឬក៏ដំណើរទៅលេងនៅភូមិកំណើតរបស់ខ្ញុំគឺភូមិសិទ្ធិថ្មីធំឃុំតាឡាស្រុកសេសានខេត្តស្ទឹងត្រែងហើយខ្ញុំថានឹងទៅតាំងពីដើមទីដែរប៉ុន្តែដោយជាប់កម្មវិធីនៅខេត្តរៀបចំនេះរៀបចំនោះអញ្ចឹងទៅក៏អត់បានទៅហើយចុងក្រោយនេះជាភូមិខ្ញុំនឹងធ្វើដល់7ថ្ងៃអញ្ចឹងទៅវាសល់2ថ្ងៃដែរនេះសល់2ថ្ងៃហ្នឹងហើយសល់2ថ្ងៃដោយសារតែថ្ងៃ15ថ្ងៃ13 14 15ហ្នឹងគឺជាថ្ងៃដែលលេងនៅខេត្តហើយថ្ងៃ16អត់បានទៅហើយថ្ងៃ17 18 19អញ្ចឹងជាដើមហើយភូមិខ្ញុំធ្វើមួយអាទិត្យអញ្ចឹងហើយសល់ចំហាយអញ្ចឹងហើយក៏បណ្ដាចិត្តឲ្យខ្ញុំទៅលេងភូមិតែម្ដងទៅហើយនេះក៏មកតន់សកម្មភាពគេលេងវេកអមហ្នឹងហើយតែប៉ុណ្ណឹងវីដេអូនេះក៏មិនមែនជាវីដេអូព្រឹកខ្ញុំផ្ទាល់ដែរគឺលោកម្ចាស់ចាយលោកបានថតអញ្ចឹងក៏បោះឲ្យខ្ញុំកាត់វីដេអូអញ្ចឹងទៅហើយក៏ shout out to winner របស់ចាយផងដែរក្នុងវីដេអូនេះហើយដោយសារខ្ញុំទៅមិនទាន់អញ្ចឹងខ្ញុំទៅត្រឹមបានឃើញគេលេងកុញឬក៏ក្មេងៗលេងអញ្ចឹងណាហើយក៏បានទៅលើក្មេងផងដែរហើយបានដូចពីនោះក៏មានការទៅយកក្នុងយកសាច់ដើម្បីពូនអញ្ចឹងទៅអូខេទីទៀតនឹងអ្នកនរគ្នាឃើញអំពីដំណើរកម្មទៅយកក្នុងសាច់ទៅយកសាច់នៅភូមិខ្ញុំបាទហើយរឿយៗទស្សនាវីដេអូរបស់ខ្ញុំដូចតទៅបាទហើយជាពិសេសគឺឥឡូវនេះមានការលេងវេកអមអញ្ចឹងច្រើនវាមិនបាត់ទៅណាទេប្រពៃណីឬក៏ល្បែងជាប្រៃខ្មែរវាអត់បាត់ទាន់បាត់ទេអញ្ចឹងក៏នៅតែមានការពេញនិយមក្នុងការលេងអញ្ចឹងទៅបិទថាមានការយល់ឃើញថាការរំធំបាសវាច្រើនអញ្ចឹងទៅវាបាត់ប្រពៃណីអញ្ចឹងតែជាស្ដែងមិនទាន់បាត់ទេជាពិសេសគឺឋានៈដឹកនាំឬក៏អ្នកដែលគេនាំលេងអញ្ចឹងណាបាទគេមិនឲ្យគេថែរក្សាដើម្បីឲ្យប្រជាពលរដ្ឋនៅតាមភូមិឬក៏តាមខេត្តលេងជាធម្មតាអញ្ចឹងទៅវាសប្បាយហើយជាពិសេសខ្ញុំក៏ចូលចិត្តណាស់ដែរប៉ុន្តែទៅចាក់ចេញអញ្ចឹងទៅកំសើមិនតបានលេងអីណាមួយក៏មិនសូវជាចូលចិត្តអ៊ូអរប្រហែលដែរអូខេខ្ញុំនេះគឺជាសកម្មភាពของខ្ញុំដែលទៅតន់ក្មេងៗលេងកុញក៏ចូលទៅលេងជាមួយក្មេងៗអញ្ចឹងទៅតាមពិតក៏មានកំមុំមានអីលេងដែរតែវាមានប្រហែលជាសប្បាយខ្ញុំគិតថាអញ្ចឹងហើយនោះគឺជាចាស់ចាស់រំធំបាសដែលបន្ទាប់ពីហើយដល់ការប្រាក់អញ្ចឹងទៀតអញ្ចឹងសង្ឃឹមដូចជាភូមិអ្នកគ្នាអាចមានដែរហើយដល់ការប្រាក់ទៅរំនេះនោះអញ្ចឹងណាបងប្អូនបាទហើយនេះគឺជាថ្ងៃបន្ទាប់ពេលព្រឹកម៉ោង7ដែលយើងចាប់ផ្ដើមឬក៏ម៉ោង8ចាប់ផ្ដើមទៅយកខ្សាច់
បាទហើយបងប្អូនអាចទស្សនាតាមនឹងបានវាមិនប្លែកប្រកដីអំពីភូមិបងប្អូនទេក៏ប៉ុន្តែវាប្លែកត្រង់ថាទៅយកសាច់ឆ្ងាយទៅភូមិខ្ញុំនោះបាទហើយខ្ញុំនឹងរៀបរាប់ក្នុងវីដេអូនេះតើវាប្លែកចម្លែកយ៉ាងម៉េចនៅភូមិខ្ញុំនោះបាទអូខេអរគុណច្រើននេះគឺដំណើរទៅគឺប្រឡាក់អស់ខោគឺវាភ្លៀងអញ្ចឹងទេអាប្អូននោះវាបើកទៅចូលទឹកងំសំពេញអូខេនេះគឺគ្នាមកក្រុមទៅហើយគឺវណ្ណរអូខេហើយនេះគឺជាអ្នកភូមិដែលទៅដឹកខ្សាច់នៅតាមអូនឹងគេហៅអូកលាពោះបាទហើយផ្លែចម្លែកប្រកដីថ្ងៃនេះឆ្នាំនេះគឺតាមពិតទៅត្រូវមានមនុស្សជាច្រើនមកក៏ប៉ុន្តែអញ្ចឹងថ្ងៃបញ្ចប់អញ្ចឹងទៅមានតែប៉ុណ្្នឹងទេដោយសារគេជូនថ្ងៃមុនអញ្ចឹងទៅក៏ថ្ងៃចុងបញ្ចប់ក៏មិនសូវមានមនុស្សមកទេតាមពិតទៅបើមកច្រើនមែនទេយើងធ្វើរបៀបនេះអស់រយៈពេលប៉ុន្មានឆ្នាំគឺតែប្រហែលទៅឆ្នាំនោះហ្នឹង100ឆ្នាំប្រហែលឆ្នាំថៃច្រើនហើយតែដែរទៅកើតមកគេយើងអរេតាំងពីយើងមកយកនេះ3ឆ្នាំ3ឆ្នាំនោះចាំនៅថាយើងនឹងជម្រាបសួរពុកម៉ែបងប្អូនហើយឥឡូវនេះយើងក៏បានកាបខ្សាច់ដាក់ក្រុងគ្រប់គ្រាន់ហើយវាក៏ច្រើនលើសលប់ដែរតែយើងអាចយកបានទៀតប៉ុន្តែក៏យន្តវាអាចយកបានទេមនុស្សក៏ច្រើនអញ្ចឹងទេយើងក៏សម្រេចគិតថាយកតែប៉ុណ្ណឹងបងប្អូននឹងតាមទស្សនាវីដេអូរបស់ខ្ញុំឲ្យចប់ខ្ញុំធ្វើវីដេអូនេះឡើងក្នុងគោលបំណងដើម្បីប្រាប់ពីរបៀបនៃការយកខ្សាច់និងពូនក្នុងសាច់នៅភូមិខ្ញុំបាទហើយជាក់ស្ដែងការយកក្នុងសាច់ភាគច្រើនគេទិញយកបាទប៉ុន្តែនៅភូមិខ្ញុំនេះគឺគេមកយកនៅអូនឹងគឺឆ្ងាយពីភូមិទៀតហើយជាក់ស្ដែងកាលមុនហ្នឹងក៏មិនមែនមកយកអូទេយើងយកនៅទន្លេដែរឥឡូវដោយសារទន្លេវាទឹកច្រើនអញ្ចឹងអត់បានយកនៅទន្លេទេរុញអូខេតោះចាប់ដើមយើងដាក់ការទៅថ្លៃព្រះការប្រៃការសក់និយាយថាម៉េចមិញនិយាយអូយចេះរឿងទៅចាំអរេនិយាយថាម៉េចមិញថាលាបាក់លាកម្មទៅមកខ្ញុំនេះឲ្យកសាច់នេះហើយបាទលាបាក់លាកម្មនេះហើយនិយាយធ្វើប៉ុន្មានឆ្នាំហ៎ចិនស្មោចិនស្ងាអានេះយើងជន់មកជន់ស្ងាអញ្ចឹងយើងធ្វើអញ្ចឹងទៅដល់បាទថាទៅបែបចេះបាទហ្នឹងហើយអ្នកទាំងអស់គ្នាឃើញនិយាយមិញនេះគឺគាត់អាយុច្រើនដែរហើយអញ្ចឹងខ្ញុំបានសួរគាត់ថាយើងគាត់ជុំស្អីគាត់ដាក់លើក្បាលតមកគាត់ចាក់ដាក់លើភ្នំធំអញ្ចឹងតែខ្ញុំសួរគាត់ថាយើងនិយាយអីខ្លះអញ្ចឹងទេក៏ដូចអ្នកទាំងអស់គ្នាដឹងជាទូទៅហើយថានៅពេលដែលគេដាក់ខ្សាច់ទៅគេគិតអីគេប្រាថ្នាអីគេលៀងបាបលៀងកម្មបដិកម្មបដិពាអញ្ចឹងណាបងប្អូនបាទដូចវាជាទូទៅនៃការយកឃើញរបស់មនុស្សហើយអញ្ចឹងទេតិចណាស់ដែលយកឃើញផ្សេងពីហ្នឹងអញ្ចឹងតែពិតទៅពពាកបរោះលោកបានធ្វើកម្មវិធីនេះឡើងគឺដើម្បីជាកម្មវិធីដើម្បីប្រពឬក៏សម្រាប់រលឹកនឹកឃើញរលឹកនឹកដល់ព្រះកេសារបស់ព្រះសម្មាសម្ពុទ្ធដែល
ទេវតាហ្នឹងក៏ទៅតម្កល់ទុកនៅលើគេហៅថាជលជលមនិជដីបាទអញ្ចឹងទេក៏យើងរលឹកនឹកដល់គុណព្រះសម្មាសម្ពុទ្ធដែលលោកបានលះបង់គុណហាដ៏ធំធេងដើម្បីប្រោះយកធរណាប្រោះសត្វលោកអញ្ចឹងនៅឃើញអញ្ចឹងបានធ្វើឡើងដើម្បីរលឹកនឹកដល់ព្រះសម្មាសម្ពុទ្ធអញ្ចឹងជាការដឹងគុណប៉ុន្តែការដឹងគុណនឹងក៏ត្រូវមានការសិក្សាតទៅស្វែងយល់ពីរឿងហ្នឹងដែរចេះតែដឹងគុណដល់ឪពុកម្ដាយណាដឹងគុណឪពុកម្ដាយទោះឲ្យយើងទទួលបានផលអីពីឪពុកម្ដាយអញ្ចឹងណាដែលយើងទទួលបានផលពីព្រះសម្មាសម្ពុទ្ធហ្នឹងក៏ដោយសារតែយើងនេះទទួលបានមេរៀនយើងមកបដិបត្តិក្នុងជីវិតប្រចាំថ្ងៃបានយើងអាចនិយាយថារលឹកនឹកគុណព្រះសម្មាសម្ពុទ្ធអូខេវីដេអូខ្ញុំមានតែប៉ុណ្្នឹងជ័យជុំបញ្ចប់សូមអរគុណច្រើន